សង្គមសពថ្ងៃបទកកតេសង្គមសពថ្ងៃសាប្រែជាប្រៃកែខៃបិទបាំងពិតដូចមិនពិតរដិតមិនចាំងខ្មៅប្រែសចាំងច្បាំងតែគ្នាឯងរឿងតាមជាន់គ្នាមើលហវេទនាក្រំគ្រាចំបែងខំមិនតែស្គរសជាក់ថ្លាថ្លែងប្រៃប្រាប់គេឯងថ្លែងដូចច្បាស់ពិតរឿងមានប្រយោជន៍រឿងកំប្លែងសោចមិនខើចគំនិតតែមើលរឿងផ្ដាស់ផ្លាស់ប្ដូរការគិតរឿងខ្មៅងងឹតប្រឹងគិតអ្វីម្លេះមេតិកាអប់រំឃើញថាសង្គមពុំសូវខ្វល់ចេះយុវៈមិនគ្មៀតមិនឆ្លៀតនឹងធ្វេសហើយប្រហែសចំណេះមិនប្រឹងសែរឿងសំណោចរឿងមានប្រយោជន៍គេស្ងើចប្រលឹងរឿងហែកហួគ្នានិន្ទាផុសវឹងតាមខ្លួនចេះដឹងខ្លះប្រឹងផុសតអ្នកធ្វើភ្លេចខ្លួនអ្នកស្មេក្នុងក្បួនចាមុនយ៉ាងល្អទុកជាប្រវត្តិកត់ជាអក្សររឿងខ្មៅរឿងសក៏ជាប្រវត្តិចូលខំសាមគ្គីនាំកូនម៉ូមីពីរឿងជួយចត់នាំកូនសិក្សាសាស្ត្រាប្រវត្តិរឿងខ្មែរកំសត់មានកត់ក្នុងក្បួនរឿងរ៉ាវឈឺចាប់ចូលកូនត្រង់ស្ដាប់ចូលកូនត្រង់ស្ដាប់ត្រង់ត្រាប់ឲ្យមួនសៀមយួនឆ្លៀតពៀនមានក្នុងត្រាក្បួនខំរៀនណាស្ងួនកំពួនក្នុងស្នូលចាបទនេះខ្ញុំតាក់តែងជាបទកកតេហើយខ្ញុំតែងនេះតកតងជាមួយនឹងសម័យសង្គមបច្ចុប្បន្នវិសាបច្ចុប្បន្ននេះគឺសង្គម digital ជាពិសេសគឺសម័យ Facebook ចាផុសរឿងមានប្រយោជន៍អត់សូវមានអ្នក share អ្នក comment អ្នកនេះទេតែបើថារឿងជន់រឿងហែកគេហែកហួរគ្នាគឺ share ឡើងអូខេចាហ្នឹងតកតងជាមួយនឹងសង្គមបច្ចុប្បន្នហើយយើងដូចក្នុងនាមខ្ញុំជាគ្រូបរិញ្ញាបត្រម្នាក់អញ្ចឹងឃើញថាសិលធម៌សង្គមក្មេងគឺមានធ្លាក់បងប្អូនធ្លាក់ក្នុងនាមខ្ញុំជាគ្រូប្រចាំថ្នាក់ជួបផ្ទាល់ជាមួយសកម្មភាពក្មេងរាល់ថ្ងៃក្មេងពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំសង្កេតថាការដោយសារតែការមើលទូរស័ព្ទច្រើនរបស់ក្មេងៗការមើលបណ្ដាញសង្គមផ្សេងៗអញ្ចឹងទៅធ្វើឲ្យក្មេងនោះមានទម្លាប់មិនសូវល្អច្រើនដោយសារជួនកាលអ្នកតាគាត់គឺជាអ្នកតែដែលគាត់គឺនិយាយភាសាល្អប៉ុន្តែពេលដែលគាត់ឮតាមទូរស័ព្ទទៅគឺគាត់ចេះតាមទូរស័ព្ទច្រើនជួនកាលគាត់អត់សូវបង្ហាញជាមួយនឹងគ្រួសារគាត់តាមគាត់មកសាលារៀនឬគាត់បង្ហាញនៅសាលារៀនអញ្ចឹងបានយើងទាំងអស់គ្នាមិនថាខ្ញុំមិនថាគេតែយើងគួរតែកាត់បន្ថយកូនពិសេសក្មេងៗដែលតូចដូចជាกระดาษសមួយចឹងគាត់